បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់និយាយអំពីការធ្វើ app ឬក៏ website ដោយប្រើប្រាស់ AI ហើយឃើញមាន topic មួយដែលយើងបង្កើត website ឬក៏ app ដោយមិនចាំបាច់ចេះកូដបាទឥឡូវខ្ញុំចង់ challenge ដែរបាទអញ្ចឹងខ្ញុំសាកបង្ហាញអំពីការធ្វើ app ឬក៏ website នឹងមើលថាបើសិនជាយើងអត់ចេះកូដយើងធ្វើបែបម៉េចហើយអ្នកនរគ្នាបន្ទាប់ពីមើលវីដេអូនេះហើយសាកអនុវត្តតាមនឹងដែរមើលថាទទួលបានលទ្ធផលយ៉ាងណាដែរថាយើងអាចទៅរួចអត់បើសិនជាយើងអត់ចេះកូដពិតមែនអញ្ចឹងយើងគ្រាន់តែឮគេនិយាយយើងកុំទាន់អាលវាតម្លៃសមត្ថភាពខ្លួនឯងបាទអញ្ចឹងបន្ទាប់ពីមើលវីដេអូហ្នឹងហើយយើងសាកធ្វើតាមខ្ញុំសាកមើលថាតើពិតជាអាចធ្វើបានមែនអត់បាទហើយនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងបង្ហាញអំពី process flow ពីដើមដល់ចប់តែម្ដងថាក្នុងនាមយើងជាអ្នកបាទអញ្ចឹងខ្ញុំនឹងបង្ហាញហ្មងគឺបង្ហាញពីរបៀបដែលយើងអត់ចេះកូដថាតើយើងត្រូវសួរ AI បែបម៉េចបាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាហើយដំបូងអ្នកទាំងអស់គ្នាអាច follow តាមខ្ញុំមកគឺចូលមក website មួយដែលមានឈ្មោះថា aistudio.com សំដៅ aistudio.google.com ហ្នឹងហើយជា website របស់ Google តែម្ដងហើយនៅក្នុងwebsite ហ្នឹងយើងមិនចាំបាច់ឈឺក្បាលច្រើនក្នុងការ copy code copy អីទេបាទយើងទៅសេតែ prompt ទៅវាអូតូធ្វើឲ្យយើងហើយបាទអូខេអញ្ចឹងបន្តមកទៀតអ្នកនរគ្នាចូលមកកាន់កន្លែង app បាទយើងចូលមកកាន់កន្លែង build ហ្នឹងក្នុង build section ហ្នឹងយើងចុចលើ build section ហ្នឹងមួយមកក៏បានដែរហ្នឹងហើយចុចទៅលើ build section ហ្នឹងមួយមកហើយបើសិនជាវាបង្ហាញបែបហ្នឹងយើងអាចចុច skip វាបានបាទអញ្ចឹងមកដល់កន្លែង build នេះគឺជាកន្លែងដែលយើងអាចបង្កើត website បានហើយបាទហើយសួរថាយើងបង្កើតបែបម៉េចយើងចាំមើលទាំងអស់គ្នានៅមុខអ្នកទាំងអស់គ្នាប្រកាសជាឃើញមាននៅប្រអប់មួយដើម្បីឲ្យយើងទៅសេនៅពាក្យពេចន៍ទាំង line ណាដែលយើងចង់ឲ្យ AI ហ្នឹងវាធ្វើឲ្យយើងខ្ញុំក៏មានពាក្យពេចន៍មួយចំនួនដែរបាទខ្ញុំបានត្រៀមទុករួចហើយបាទនេះអ្នកទាំងគ្នាអាចអានបានណាបាទអាច screenshot ឲ្យអានបានឬក៏ចាំទៅសរសេរតាមខ្ញុំតែម្ដងទៅក៏បានដែរហ្នឹងហើយអញ្ចឹងខ្ញុំដាក់ថាខ្ញុំចង់ធ្វើ website មួយសម្រាប់កត់វត្តមានសិស្សបាទសម្រាប់កត់វត្តមានសិស្សសម្រាប់ស្រង់វត្តមានហ្នឹងគឺជារៀងរាល់ម៉ោងសិក្សាដែលខ្ញុំបានបង្រៀននៅតាមថ្នាក់នីមួយៗបន្តមកទៀតខ្ញុំដាក់ថារាល់ថ្នាក់និងម៉ោងសិក្សាដែលខ្ញុំបានស្រង់រួចហ្នឹងស្រង់វត្តមានហ្នឹងបាទស្រង់រួចហ្នឹងនឹងត្រូវបានរក្សាទុកទៅក្នុងឯកសារ Excel មួយក្នុងថ្នាក់នីមួយៗផ្សេងគ្នាបាទនេះមួយថ្នាក់យើងដាក់ក្នុងមួយ Excel ទៅថ្នាក់ផ្សេងទៀតយើងដាក់ក្នុង Excel ផ្សេងមួយទៀតទៅយើងចង់បានអីចឹងណាហើយខ្ញុំដាក់ថាមានកន្លែងឲ្យខ្ញុំបញ្ចូលឯកសារ Excel ទិន្នន័យរបស់សិស្សឧទាហរណ៍ថាខ្ញុំមាន file Excel មួយដែលមាននៅ list ឈ្មោះសិស្សអញ្ចឹងធម្មតាយើងប្រកាសជាមានហើយ list សិស្សឈ្មោះសិស្សតាមថ្នាក់ម្នាក់ជាទម្រង់ file Excel ទម្រង់អីហ្នឹងណាអញ្ចឹងទម្រង់ file Excel វាមានអីគេខ្លះយើងរាយតាមហ្នឹងមកវាមានឈ្មោះវាមាន page វាមានថ្ងៃខែកំណើតបាទថ្ងៃខែឆ្នាំកំណើតហ្នឹងមានលេខទូរស័ព្ទសម្រាប់រូបភាពអាចមានឬក៏អាចអត់យើងរៀបរាប់តាមហ្នឹងមកបាទអញ្ចឹងក្រោយពីបញ្ចូលរួចក្នុង website បាទនេះក្រោយពីបញ្ចូលរួចក្នុង website ខ្ញុំអាចគ្រប់គ្រងទិន្នន័យសិស្សអាចកែនិងបន្ថែមបន្ថយបានគ្រប់បែបយ៉ាងទាំងអស់ហើយចុងក្រោយយើង complete ប្រាប់វាផងបាទដាក់ថា complete ជួយរចនាឲ្យបានស្អាតនិងផ្ទៃបង្ហាញមានភាពរស់រវើកអាហ្នឹងយើងសរសេរបែបខ្មែរបាទយើងសរសេរបែបខ្មែរបាទហើយយើងក៏គំនិតយើងចិត្តយើងចង់បាន website បែបម៉េចយើងទៅសេរៀបរាប់ប្រាប់វាអស់ទៅបាទអញ្ចឹងដូចយើងទៅពឹងឲ្យគេធ្វើ website ឬក៏ app ឲ្យយើងមួយអញ្ចឹងណាអាហ្នឹងក៏យើងត្រូវរៀបរាប់ប្រាប់ developer ប្រាប់អ្នកសរសេរ code តាមហ្នឹងដែរអញ្ចឹងយើងអត់មាន developer ទៅនិយាយប្រាប់ឥឡូវយើងនិយាយប្រាប់ AI មើលតើវាអាចធ្វើបានឲ្យយើងបានអត់អូខេឥឡូវខ្ញុំសូម copy ទាំងអស់ហ្នឹង copy ទាំងអស់ហ្នឹងហើយខ្ញុំ paste ចូលកន្លែងហ្នឹងបន្តមកទៀតយើងចុចកន្លែង build បាទកន្លែង build ឬចុច command enter មួយមកបាទអញ្ចឹងចុចកន្លែង build ហ្នឹងហើយយើងចុច allow មកដូច្នេះយើងចាំវាសិនទៅបាទវាកំពុងតែធ្វើការ build នៅ website ហ្នឹងឲ្យយើងហើយអ្នកនរគ្នាឃើញវាមានទម្រង់បែបនេះហ៎បាទអញ្ចឹងកន្លែង preview នេះតិចទៀតទៅវា load
pop up website នឹងមកយើងតេស្តឲ្យចុចបាននេះតែយើងក៏លេខមកមើលខាងឆ្វេងដៃហ្នឹងហើយវាមានគេដាក់ថា Gemini 3.5 Flash model នេះតាខ្ញុំចាំដូចជា model ចំនួនចុងក្រោយបាទ model 3.5 Flash ហ្នឹងណាអូខេឥឡូវនេះឃើញថាវាបង្ហាញមកហើយបាទអានេះវាបង្ហាញត្រួសសិនឲ្យយើង select design យើងចង់បាន design មួយណាយើង select មួយហ្នឹងតាមការចង់បានឥឡូវវាឆ្លាតអញ្ចឹងទៀតបាទកាលមកយើងសរសេរតែ prompt ទៅវាចេញមកអូតូហ្មងតែអានេះវាឲ្យយើងរើសការ design សិនបាទយើងមើលមក design យើងចង់បានមួយណាស្អាតមួយណាអីយើងជ្រើសរើសមួយហ្នឹងមកសិនតែយើងអត់ពេញចិត្តទេយើងនេះចុច approve មកក្រោមមកទៀតមកនេះអានេះទម្រង់បែបចេះទម្រង់បែបដូចជា admin dashboard ហ្នឹងហើយយើងចង់បានបែបនេះក៏បានអូខេបែបនេះក៏បានយើងមើលទៀតបាទមួយណាចេះខ្ញុំមើលសិនមួយណាមើលទៅតំណងស្អាតបាទតាមចិត្តខ្ញុំចង់បានទម្រង់បែបនេះបាទអានេះមើលទៅលក្ខណៈសាមញ្ញធម្មតាឥឡូវខ្ញុំយកមួយនេះចុះហ្នឹងហើយខ្ញុំយកមួយនេះចុះបន្ទាប់ពីយើងជ្រើសរើសអញ្ចឹងបានហើយយើងចុច select this design បាទចុចច្រឡំមាត់ចុច select this design ហ្នឹងហើយចុចទៅវានឹងធ្វើការ design ទៅតាម UI ដែលយើងជ្រើសរើសបាញ់មិញហើយហ្នឹងហើយអ្នកទាំងអស់គ្នាទៅសេ comment prompt ទៅសេតាមខ្ញុំអញ្ចឹងមកហើយមានអីចង់បន្ថែមកាន់តែលម្អិតទៀតគឺកាន់តែល្អដោយសារអីកាលណាដែលយើងទៅសេរៀបរាប់វាកាន់តែច្រើន AI ហ្នឹងវាកាន់តែឆ្លាតវាកាន់តែយល់ពីយើងទៅតាមហ្នឹងដែរបាទឥឡូវយើងចាំមើលទាំងអស់គ្នាមើលថាលទ្ធផលនឹងចេញមកបែបណាអាចប្រើការបានអត់ហើយអ្នកទាំងអស់គ្នាឃើញហើយអ្វីដែលខ្ញុំទៅសេបញ្ជូនទៅហ្នឹងគឺអត់មានជាមួយនឹងកូដអត់មានសំបីតែភាសា programmer ក៏អត់មានដែរនៅក្នុងហ្នឹងបាទគឺជាពាក្យពេចន៍ឬក៏ពាក្យសម្ដីដែលយើងនិយាយធម្មតាអញ្ចឹងទៅបាទព្រោះអីខ្ញុំគិតថាអ្នកនរគ្នាអាចប្រើប្រាស់វាបានហើយបាទវាអាចនឹងពិបាកសម្រាប់យើងពេលក្រោយឧទាហរណ៍យើងចង់កែអីមួយអញ្ចឹងណាតែឥឡូវយើងចាំមើល result ទាំងអស់គ្នាសិនថាបើសិនបើខ្ញុំអត់ត្រូវចិត្តកន្លែងណាខ្ញុំនឹងបង្ហាញថាតើបើសិនជាយើងអត់ចេះកូដផងយើងប្រាប់វាបែបម៉េចដើម្បីឲ្យវាកែកំហុសចំណុចណាមួយមកឲ្យយើងតោះឥឡូវយើងចាំមក plate សិនទៅអូខេឥឡូវឆ្លៀតពេលកំពុងតែចាំវាបង្កើត website យើងអញ្ចឹងខ្ញុំនឹងទៅធ្វើការឲ្យ AI បាទឲ្យ AI ហ្នឹងវាធ្វើការមួយទៀតឲ្យយើងគឺខ្ញុំចង់បាន sample file Excel ដែលមានទម្រង់ដូចដែលខ្ញុំសរសេរនៅក្នុង prompt របស់ខ្ញុំខាងលើហ្នឹងអញ្ចឹងខ្ញុំសូម copy មកកណាត់នេះបាទ copy ប៉ុណ្ណឹងសិនហើយខ្ញុំចូលទៅកាន់ tab មួយទៀតខ្ញុំដាក់ថា AI Studio បាទ AI Studio ដដែលបាទហើយខ្ញុំចុចមកកន្លែង playground ណាបាទចុចមកកន្លែង playground យើងកុំចុចកន្លែង build បាទចុចមកកន្លែង playground មកបន្តមកទៀតយើងមើលមកខាងក្រោមយើងផាសអាមិញបញ្ចូលមកហើយខ្ញុំដាក់ឲ្យវាបង្កើតជា sample អីមួយសម្រាប់ជា file Excel ដោយសារខ្ញុំអត់មានឈ្មោះសិស្សឈ្មោះអីទេបាទអញ្ចឹងខ្ញុំត្រូវឲ្យវា generate ឲ្យយើងអញ្ចឹងខ្ញុំដាក់ថាអានេះខ្ញុំទៅសេខ្មែរទៅជួយបាទអញ្ចឹងខ្ញុំចង់ឲ្យ AI បង្កើតជាឯកសារ Excel ឲ្យខ្ញុំសម្រាប់ថ្នាក់ទី12ចំនួន20នាក់សិស្សថ្នាក់ទី12 20នាក់ដែលមានទម្រង់ដូចដែលអ្នកនរគ្នាឃើញអញ្ចឹងបាទទម្រង់បែបហ្នឹងដោយសារតែខ្ញុំអត់មាននៅឯកសារ Excel សម្រាប់យកមកបញ្ចូលទៅក្នុង website ដែលយើងកំពុងតែបង្កើតហ្នឹងទេអញ្ចឹងខ្ញុំត្រូវពឹង AI ជួយរៀបឲ្យខ្ញុំអញ្ចឹងខ្ញុំចុច run មកបាទហើយអ្នកនរគ្នាឃើញខ្ញុំគឺទៅសេមកខ្មែរបាទទៅសេជាភាសាខ្មែរតែប៉ុន្តែយើងអាចទៅសេអង់គ្លេសក៏បានដែរចឹងវាបង្ហាញបញ្ជីឈ្មោះនឹងមកហើយយើងមើលមកវាឲ្យយើងធ្វើមកទៀតនេះចឹងគេអាចថាបញ្ចូលទិន្នន័យអ្នក select ចម្លងតារាងរួចទៅផាសក្នុង Excel អូខេកំណត់ថ្ងៃខែឆ្នាំកំណើតគេឲ្យយើង copy បាទចុះយើងចង់បានជា file Excel តែម្ដងបានអត់មើលទៅបាទឥឡូវខ្ញុំ request វាខ្ញុំចង់ឲ្យវាឲ្យខ្ញុំជា file Excel តែម្ដងចាំមើលវាឲ្យយើង file download អត់អូខេអញ្ចឹងវាឲ្យយើងមកហើយនេះបាទ file Excel ឬ file LSX ហ្នឹងអញ្ចឹងយើងចុចកន្លែងហ្នឹងមកអូខេ
dương mưa sẵn link ắt mới còn link hạt trời chẳng mà ô AI bao rồi mà ok link ắt trầm trời chẳng dương trời cả phá về chỗ Excel thiệt mà là mấy phơi chia cùng ru đã tại không phải Excel nữa nhưng mơ việc này nom kênh tới sẵn bà ta bất cứ vì miền một vị chia thì tại nhóm plek đã một vị chia lấy nhóm xong copy và copy về mùi máuហើយខ្ញុំធ្វើការបើក Excel ហើយដាក់ថា Excel ដឹងថាមានអត់ទេបាននៅលើនេះអូខេមានអូខេតិចទៀតចេញមកហើយទៅ file Excel ហ្នឹងអូខេ skip វាមួយចឹងខ្ញុំបើក blank text អីមួយខ្ញុំសាក pass ចូលអូខេ pass ចូលមកហើយនេះបាទវារៀងព្រិលចឹងខ្ញុំមើលស្រីពណ៌ស្រីអីសិនចាប់បាត់ហើយអត់ដែរចូលប្រើ Excel អូខេឥឡូវខ្ញុំដូរទៅពណ៌ខ្មៅហ្នឹងហើយនេះបាទមកហើយចឹងអាកន្លែងរូបថតយើងមិនខ្វល់ទេហ្នឹងហើយមិនខ្វល់កន្លែងរូបថតហ្នឹងយើងមើលតែកន្លែងនេះទៅបានហើយបាទចឹងមានឈ្មោះមានអីនេះឥឡូវយើងសាក save អាហ្នឹងសិនហើយខ្ញុំ save ទុកមួយ save ដាក់កន្លែងណាចេះកន្លែង download student ហ្នឹងហើយដាក់ចឹងមកហើយខ្ញុំចុច save អូខេឥឡូវខ្ញុំបានបញ្ជីឈ្មោះសិស្សមួយហើយបានហីគេហ្នឹងគេ auto update ឯងយើងលុបបិទវាសិនហ្នឹងណាសារខ្ញុំមិនដែលប្រើ Microsoft នៅលើហ្នឹងអូខេខ្ញុំអូខេយើងមិនខ្វល់វាទេតោះយើងទៅមើល website យើងវិញហ្នឹងហើយនៅ website បាទអូខេវាកំពុងតែ confirm វាកំពុងតែធ្វើអីទៀតបាទយើងមើលតាមហ្នឹងមកដូចជាអត់ទាន់ហើយប្រហែល100វិនាទីបាទហើយអូខេអញ្ចឹងយើងមានឲ្យចាំទៀតហ្នឹងហើយអញ្ចឹងវាកំពុងតែធ្វើការឆែកមើលគេទៀតនេះបាទតើតើប្រហែលជាការ design UI តាមមើលអូខេឥឡូវខ្ញុំគិតថារួចរាល់ហើយបាទយើងអាចចុចយើងអាចអីបានហើយបាទខ្ញុំអស់អានេះមកខាងនេះបន្តិចសិនបាទអ្នកនរគ្នាអាចមើលបានតើតើ UI ដែលយើងបានជ្រើសរើសបាញ់ណាហ្នឹងហើយអាចមើលបានហ្នឹងហើយឃើញថាវាស្អាតម្យ៉ាងដែរបាទស្អាតវា design ឲ្យយើងនេះអូមានខ្មែរ version ទៀតបាទមានខ្មែរមានអង់គ្លេសទៀតមកអែមដែរអញ្ចឹងពាក្យពេចន៍ដែលយើងទៅសេប្រមាណរបស់ប្រមាណ clear បាញ់ហ្នឹងនេះប៉ុណ្ណឹងឃើញថាវាបានជាលទ្ធផលមកបែបហ្នឹងបាទដូច្នេះអ្នកនរគ្នាអាចមើលបន្តទៀតមកខ្ញុំសាកចុចកន្លែងណាមួយមើលអាចប្រើប្រាស់បានអត់ខ្ញុំអាចចុចកន្លែងនេះមកដើម្បី view full screen បាទឲ្យពេញ screen ស្រួលមើលអូខេចឹងកន្លែងនេះគឺកន្លែងដែលបញ្ចូលទិន្នន័យឯកសារសិស្សជាប្រភេទ Excel បាញ់ហ្នឹងបាទឥឡូវហ្នឹងខ្ញុំចុចកន្លែងហ្នឹងមួយមើលបន្តមកទៀតខ្ញុំទៅយក file Excel ដែលខ្ញុំបានតេស្តសាកល្បងបាញ់មិញនេះបាទ student file student នេះខ្ញុំចុច upload មកបន្តមកទៀតអូអានេះវាឆ្នៃយើងមកឆ្ងាញ់ដែរហ្នឹងបាទនេះបាទគេថាមានសិស្ស5នាក់ទៀតបាទអូខេប៉ុណ្ណឹងអាចមកល្មមប្រើមកការងាររបស់យើងទូទៅបានហ្នឹងហើយបន្តមកទៀតខ្ញុំអាចកន្លែងយល់ប្រូនេះបាទក៏ប៉ុន្តែអានេះវាមានកំណត់ថ្នាក់ទៀតនេះបាទឃើញទេបាទអានេះវាអូតូដាក់យើងទៀតថ្នាក់ 12A 12B 12C ទៀតហើយជួឈរបាទមានឈ្មោះមានភេទបាទអានេះផ្គូផ្គង Excel ជាមួយទិន្នន័យសិស្សអូខេអញ្ចឹងក្នុង Excel យើងមានជួឈរណាឬក៏ column ណាយើង select ឲ្យត្រូវមកបាទអានេះវាមានរូបថតមានអីទៀតនេះតោះឥឡូវយើងកុំខ្វល់ច្រើនយើងចុចកន្លែងយល់ប្រូមកអូខេចុចមកនេះ import ចូលបានជោគជ័យហើយយើងទៅរកកន្លែងណាបាទឥឡូវយើងទៅមើលទាំងអស់គ្នាខ្ញុំក៏អត់ទាន់ដឹងថាវាមានកន្លែងគេខ្លះដែរ
ចឹងខ្ញុំកន្លែងទិន្នន័យសិស្សប្រកាសជានៅក្នុងហ្នឹងហើយចុចកន្លែងទិន្នន័យសិស្សឃើញថាមានឈ្មោះសិស្សបាញ់មិញពិតមែនណាបាទសិស្សដែលយើងបញ្ចូលហើយឃើញថាកន្លែងនេះឈ្មោះវាវែងពេកចឹងទៅវាធ្វើឲ្យអក្សរហ្នឹងវារត់អត់ត្រូវគ្នាទេឃើញបើវាចុះបន្ទាត់ឡើងបន្ទាត់អីចឹងទៅហ្នឹងហើយតែពិតអានេះគួរតែមានកន្លែងសេរីទៀតហ្នឹងហើយហើយយើងគិតថាប៉ុណ្ណឹងវាអូខេអាចទទួលយកបានហើយយើងអាច search បាទ search ឈ្មោះសិស្សសិស្សគេបាទច័ន្ទវិរៈអីចឹងទៅនេះបាទឃើញមកហើយយើងអាច search បានហើយយើងអាច edit សិស្សបាននេះកន្លែងជំរើសហ្នឹងអាច edit កែឈ្មោះសិស្សដាក់រូបសិស្សបានទៀតមកឆ្ងាញ់ដែរណាបាទចុចកន្លែងនេះមកអាចដាក់ឈ្មោះរូបសិស្សឥឡូវខ្ញុំអត់មានរូបអីផងខ្ញុំដាក់រូបនេះចូលមួយទៅបាទតេស្តមើលរូបនឹងមួយមកអាចកែភេទកែថ្ងៃខែឆ្នាំកំណើតកែឋានៈរបស់គាត់កែលេខទូរស័ព្ទចុចរក្សាទុកទិន្នន័យអូខេចុចមកកៀងបដ ாய் ប្រហែលជាកន្លែងនេះវាអត់តរៀបចំរួចរាល់អស់ហ្នឹងហើយតែអត់អីទេបើសិនវាកៀងអញ្ចឹងយើងអាចចុចអាសញ្ញា reload នេះបានចុច reload app ហ្នឹងមកវាមកធម្មតាវិញហើយយើងមើលកន្លែងទិន្នន័យសិស្សម្ដងទៀតមកបាទខ្ញុំចុច edit ម្ដងទៀតយើងអាចកែប្រែអីផ្សេងបានតែយើងកុំតន់លេងកន្លែងរូបភាពបាទដោយសារវាមានកន្លែងចំណុចដែលត្រូវកែប្រែច្រើនណាខ្ញុំចុចអានេះវិញមកអាច back បានអត់មើលទៅអូខេ back អត់បាននេះអូខេ back អត់បានអូខេហើយនេះយើងអាចចុះឈ្មោះសិស្សថ្មីបានទៀតបាទលយដែរហើយខ្ញុំបង្ហាញតែប៉ុណ្្នឹងសិនទៅបាទខ្ញុំខ្វែងអានេះមើលអូខេខ្វែងមកវាចូលមកកន្លែងទំព័រដើមវិញកន្លែងស្រង់អវត្តមានបាទជាកន្លែងដែលយើងចង់បានចឹងកន្លែងស្រង់អវត្តមានយើងមើលមកមានអីគេបាទមានម៉ោងពីម៉ោងណាដល់ម៉ោងណាម៉ោងដែលត្រូវបរៀនបាទឬក៏បញ្ចូលម៉ោងខ្លួនឯងក៏បានដែរបើសិនបើវាអត់មាននៅក្នុងនេះឃើញទេហើយមួយទៀតព័ត៌មាននៃការបង្រៀនបាទនេះគឺឈ្មោះម៉ោងសិក្សាគណិតវិទ្យាចឹងទៅហើយនេះគឺថ្នាក់បាទថ្នាក់ទីម៉ានអូខេមកហើយនេះសិស្សថ្នាក់ទីម៉ាននេះទៅតាមហ្នឹងហើយអញ្ចឹងពេលដែលស្រង់អត់អីពិបាកទេបាទនេះគាត់ទៅមើលកន្លែងបញ្ជីឈ្មោះសិស្សនោះលោកគ្រូអ្នកគ្រូអាចហៅឈ្មោះសិស្សបានបើសិនតែគាត់មកនៅវត្តមានអញ្ចឹងតើទៅគាត់ច្បាប់អីមិនយើង select តាមហ្នឹងមកបាទនេះឃើញទេចឹងឧទាហរណ៍ខ្ញុំ select ព្រាវលេងមកបាទ select ព្រាវយឺតវត្តមានអីហ្នឹងចឹងឧទាហរណ៍ខ្ញុំស្រង់បានទាំងអស់ហើយក្នុង1ម៉ោងហ្នឹងចឹងពីម៉ោង7ដល់ម៉ោង8កន្លះអញ្ចឹងទៅបើឧទាហរណ៍តទៅទៀតយើងចុចកន្លែងរក្សាទុកទិន្នន័យអានេះមកក្រោមនេះវាមានព័ត៌មានផ្សេងទៀតតទៅទៀតយើងរក្សាទុកទិន្នន័យស្រង់វត្តមានហ្នឹងមកនេះរក្សាទុកការស្រង់វត្តមានចុចពបមកនេះរក្សាទុកបាត់ហើយតែយើងអត់ទាន់ដឹងថា file ហ្នឹងនៅកន្លែងណាទេ file ហ្នឹងអាចនឹងនៅខាងក្រោមនេះឃើញទេបាទនេះមក load មកខាងក្រោមហើយអញ្ចឹងនេះគឺទិន្នន័យដែលយើងបានស្រង់បាញ់មិញនេះបាទមួយនេះអញ្ចឹងវានឹង load មកខាងក្រោមយើងអាចចុចកែប្រែបានបាទយើងអាចចុចកែប្រែហ្នឹងមកអត់ដឹងថាកន្លែងហ្នឹងដំណើរការឬអត់អញ្ចឹងខ្ញុំចុចកែប្រែមកគឺវា load មកខាងលើវិញបាទវា load មកខាងលើកន្លែងនេះវិញហើយអញ្ចឹងយើងអាចកែប្រែយើងចុចរក្សាទុកមកវាសៀវចូលឥឡូវខ្ញុំសាកដាក់វត្តមាននេះវិញបើសិនតែយើងអស់មកក្រោមយើងមើលកន្លែងនេះច្បាប់គឺ1ឥឡូវហ្នឹងខ្ញុំលែងឲ្យមានច្បាប់ហើយខ្ញុំដាក់វត្តមាននោះវិញអញ្ចឹងខ្ញុំចុចរក្សាទុកមកហើយខ្ញុំអស់មកក្រោមមើលម្ដងទៀតគឺច្បាប់កន្លែងហ្នឹងគឺ0វិញហើយបានតែវាអាប់ដេតបានជោគជ័យឲ្យមុខងារហ្នឹងអូខេអញ្ចឹងយើងមើលបន្តទៀតមើលថាមានរបស់លេងគេទៀតអត់តាមពិតទៅអានេះយើងអាចឲ្យវា export ជា file Excel បាទអូនេះគេដាក់មកទេនេះបញ្ចូលនឹងចេញជា Excel នេះខ្ញុំចុចកន្លែងហ្នឹងម្ដងទៀតមើលអូខេចុចកន្លែងទាញយកឯកសារ Excel អូខេអូអានេះវាប្រហែលជា Excel ដែលតាក់ទងជាមួយនឹង file វត្តមានតាមខ្ញុំគិតនៅកន្លែងណាចេះនេះបាទមួយនេះអូខេនេះមកហើយចុង file Excel របស់សិស្សដែលយើងបាននេះបាញ់មិញហ្នឹងអូខេមួយទៀតយើងមើលគេទៀតបាទការគ្រប់គ្រងថ្នាក់បាទខ្ញុំមើលកន្លែងគ្រប់គ្រងថ្នាក់តិចមើលអូខេចុចកន្លែងហ្នឹងមកយើងអាច
add ថ្នាក់ចូលបានបាទមិញវាមានតែត្រឹម11 12A 11B 10C អញ្ចឹងទៅតែយើងអាចដាក់ថ្នាក់ថ្មីមកបានសម្រាប់ពេលដែលយើងបញ្ចូលទិន្នន័យសិស្សយើងមានកន្លែងជ្រើសរើសឲ្យស្រាប់អញ្ចឹងកន្លែងផ្ទាំងគ្រប់គ្រងនេះគ្រាន់តែជាវាប្រៀបបានជាកន្លែងបង្ហាញទិន្នន័យសរុបនៅក្នុងកម្មវិធីឬក៏ website នឹងមួយបាទអញ្ចឹងឃើញថាការធ្វើ website ដោយអត់ចាំបាច់ត្រូវការកូដហ្នឹងគឺមើលមកវាអាចទទួលយកបានដែរមិនមែនថាយើងប្រើបង្កើតទេយើងអាចប្រើកើតមកត្រឹមការងារឬលក្ខណៈថាយើងប្រើប្រាស់ផ្ទាល់ខ្លួនណាយើងមិនអាចយកទៅធ្វើអាជីវកម្មធ្វើអីបានទេហ្នឹងហើយដោយសារតែបើសិនតែយើងចង់យកទៅធ្វើអាជីវកម្មយកទៅលក់ឬក៏បម្រើសេវាកម្មផ្សេងអានឹងតើតើយើងគិតគូរលើទិន្នន័យលើផ្នែកអីផ្សេងទៀតបាទតែបើមកត្រឹមយើងប្រើប្រាស់ផ្ទាល់ខ្លួនខ្ញុំគិតថាយើងអាចប្រើបានហើយមួយទៀតបើសិនតែយើងបានប៉ុណ្ណឹងហើយយើងចង់កែប្រែទៀតយើងអាចទៅសេខ្មែរបន្តនឹងមកថាខ្ញុំចង់កែគេមិញកន្លែងទិន្នន័យសិស្សបាទកន្លែងទិន្នន័យសិស្សហ្នឹងខ្ញុំឃើញបញ្ហាមួយនៅពេលដែលយើងចុចកែប្រែមកយើងអាប់ឡូតរូបចូលហើយយើងចុចរក្សាទុកទិន្នន័យគឺมันអាចរក្សាទុកបានអញ្ចឹងយើងអាចយើងអាចនិយាយប្រាប់វាបានប្រាប់ AI ហ្នឹងឥឡូវខ្ញុំដាក់ថាកន្លែងដំបូងអ្នកទាំងគ្នាត្រូវដឹងថាយើងចង់កែកន្លែងណាបញ្ហាដែលយើងជួបគឺនៅកន្លែងណាយើងប្រាប់ទីកន្លែងទៅកាន់ AI ហ្នឹងដាក់ថាក្នុងកន្លែងកែប្រែទិន្នន័យសិស្សអាហ្នឹងមួយនៅកន្លែងណាហើយមានបញ្ហាទៅលើមុខងារគេខ្ញុំដាក់បញ្ហាចូលបញ្ហាมันអាចរក្សាទុកទិន្នន័យសិស្សដែលបានហ្នឹងហើយដែលបានបញ្ចូលរូបភាពចឹងបានន័យថានៅកន្លែងកែប្រែទិន្នន័យសិស្សហ្នឹងពេលដែលខ្ញុំដាក់រូបភាពចូលទៅគឺហើយចុចរក្សាទុកទិន្នន័យហ្នឹងគឺវាអត់ឲ្យយើងរក្សាទុកទេវាមានបញ្ហាកន្លែងហ្នឹងថាមិនកន្លែងនេះបញ្ហាมันអាចរក្សាទុកទិន្នន័យសិស្សដែលបានបញ្ចូលរូបភាពរួចរាល់នៅពេលចុចប៊ូតុងបាទចុចប៊ូតុងរក្សាទុកទិន្នន័យហ្នឹងហើយអាហ្នឹងយើងនិយាយអញ្ចឹងយើងនិយាយតាមការមើលឃើញរបស់យើងតាមការអនុវត្តយើងចុចមិនអីមិនអត់កើតយើងប្រាប់វាតាមហ្នឹងទៅបន្តទៀតយើងចុច send prompt ចុចតែប៉ុណ្្នឹងហើយយើងចាំវាមកសបកធំហ្នឹងហើយដោយសារការធ្វើនៅក្នុង AI Studio គឺខ្ញុំសង្កេតឃើញថាយឺតមែនតើបាទទាំងការ create project ទាំងការកែកូដហ្នឹងគឺវានៅ analyze នៅតែសេឡើងវិញឲ្យយើងហ្នឹងគឺយូរមែនតើអញ្ចឹងអ្នកនរគ្នាចុចតែប៉ុណ្្នឹងហើយទៅផឹកកាហ្វេផឹកអីពី3កែវឯទៅបានវាធ្វើហើយហ្នឹងហើយឥឡូវយើងចាំមើល result ទាំងអស់គ្នាមើលថាកន្លែងដែលយើង upload រូបបាញ់មិញនេះហើយយើងចុចរក្សាទុកទៅវាចេញអាផ្ទាំងខ្មៅឬក៏ផ្ទាំងអីមកវាអត់ដំណើរការល្អហ្នឹងចាំមើលវាអាច fix បានអត់យើងចាំមើលទាំងអស់គ្នាបាទឥឡូវហ្នឹងគឺរួចរាល់ហើយបាទគឺរួចរាល់ហើយចាំមើលអានេះវាយើងអាចអានបានណាថាតើវាកែប្រែគេខ្លះនេះចាំមើលខ្ញុំចូលទៅកែប្រែទិន្នន័យសិស្សនឹងឡើងវិញមើលថាវាបាន fix អាកន្លែងកំហុសកន្លែងមិញហ្នឹងហើយនៅអញ្ចឹងខ្ញុំ upload រូបភាពសិស្សចូលអូខេខ្ញុំដាក់ម្ដងនេះមកឡើងច្បាស់បដ ாய் ហើយចេះរក្សាទុកទិន្នន័យអូខេឃើញរក្សាទុកបានទេបាទម្ដងហ្នឹងនេះឃើញទេអញ្ចឹងបានបញ្ហាហ្នឹងគឺវា fix បានរួចរាល់ហើយយើងចង់កែគេទៀតបាទយើងចង់កែគេទៀតយើងប្រាប់ទីតាំងហើយនឹងបញ្ហាដែលយើងជួបទៅហើយខ្ញុំដាក់រូបនេះចូលឃើញថាវា upload មកអត់ច្បាស់ទេអញ្ចឹងយើងអាចប្រាប់ AI នឹងបានថាពេលដែលខ្ញុំ upload មករូបនឹងវាអត់សូវច្បាស់អីចឹងហ្នឹងហើយតែបើនិយាយឥឡូវនេះវាអាចរក្សាទុករូបបានហ្នឹងហើយកន្លែងអក្សរដែលវា load អត់ត្រូវជួយហ្នឹងយើងអាចប្រាប់ទីតាំងហើយប្រាប់ពីបញ្ហាហ្នឹងទៅឲ្យវាជួសជុលបានហើយឃើញថាការបង្ហាញអំពីការសរសេរ website បង្កើត website ស្រង់វត្តមានហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេហ្នឹងហើយ
ហើយអ្នកនរគ្នាអាចមើលតាមនឹងហើយទៅសេរៀនបង្កើតវាតាមខ្ញុំនឹងបានព្រោះអីអានេះគឺអត់ត្រូវការកូដទេអ្វីដែលសំខាន់គឺយើងត្រូវការការគិតអំពីអ្វីដែលយើងត្រូវការតាក់ទង website ឬក៏ app មួយហ្នឹងហើយអញ្ចឹងយើងគ្រាន់តែប្រាប់វាទៅវានឹងធ្វើការយើងហើយមួយទៀតដូចខ្ញុំបញ្ជាក់ដដែលអញ្ចឹងក្នុងការ fix ឬក៏ការបន្ថែម feature មួយយើងត្រូវដឹងកន្លែងណាដែលយើងចង់កែហើយបញ្ហាអីយើងដាក់ចូលឲ្យវាធ្វើទៅអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនខ្ញុំចង់បង្ហាញឲ្យខ្ញុំបង្ហាញ topic ផ្សេងទាក់ទងការធ្វើវីដេអូបង្កើត website បង្កើតអីដោយមិនប្រើកូដបាទយើងសួរតែ AI ហ្នឹងអាច comment នៅខាងក្រោមប្រាប់ខ្ញុំបានហ្នឹងហើយអរគុណជួបគ្នាវីដេអូក្រោយទៀតបាទបាយបាយ